ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបម្ជូរស្រែមកបង្ហាញបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាចូលមកដល់គ្រឿងផ្សំយើងមានស្លឹកគ្រៃស្លឹកក្រូចហើយល្មៀតបុកជាមួយខ្ទឹមហើយយើងមានប្រហុកទុកសម្រាប់បងហើយសម្រាប់សាច់ខ្ញុំថ្ងៃនេះខ្ញុំមានកំពឹសហើយនឹងត្រីកញ្ចុះដោយសារតើម្ជូរស្រែយើងប្រើកំពឹសហើយនឹងត្រីកញ្ចុះវាធ្វើឲ្យសម្លយើងមានរសជាតិឆ្ងាញ់ជាងសម្លយើងស្លបែបឆ្នៃបងប្អូនអានេះគេហៅម្ជូរស្រែចំសម្រាប់ម្ជូរថ្ងៃនេះខ្ញុំប្រើម្ជូរកសាំងហ្នឹងខ្ញុំពុះហើយខ្ញុំឆ្កៀលយកវាមកស្រាប់ហើយអត់បានថតទាំងផ្លែឲ្យមើលទេខ្ញុំបុកស្រាប់ហើយក៏មានម្រះព្រៅហើយនឹងម្ទេសទុកបងពេលសម្លយើងឆ្អិនណាកុំភ្លេចបងប្អូនអានឹងធ្វើឲ្យសម្លយើងមានក្លិនឈ្ងុយហើយក៏មានរសជាតិឆ្ងាញ់ដែរសម្រាប់បន្លែថ្ងៃហ្នឹងខ្ញុំប្រើក្តាតខ្ញុំចិតតាមរបៀបខ្ញុំចិតអីហើយបកសបកវាចេញហើយលាងឲ្យស្អាតរួចហើយយើងដាក់ដាំទឹកឲ្យពុះសិនមកហើយយើងបង់ស្លឹកគ្រៃស្លឹកក្រូចហើយនឹងគ្រឿងដែលយើងបុកហើយណាយើងចាក់ចូលទៅបន្ទាប់មកទៀតយើងដាក់ត្រីចូលទៅហើយបងប្អូនដើម្បីឲ្យត្រីនឹងវាឆ្អិនមុនកុំឲ្យវាឆ្អាបឲ្យវាមានក្លិនឈ្ងុយហើយយើងទុកឲ្យវាពុះសិនមកយើងដាក់កំពឹសចូលទៀតយើងដាក់កំពឹសចូលហើយដល់វាពុះម្ដងទៀតយើងថែមប៊ីចេងស្ករអំបិលតាមចំណង់ចំណូលចិត្តតាមទីបងប្អូនធ្វើអញ្ចឹងណាហើយពេលវាពុះទៀតយើងដាក់បន្លែក្តាតនឹងចូលហើយសម្រាប់បន្លែក្តាតហ្នឹងយើងដាក់ឲ្យវាពុះរៀងយូរបន្តិចបងប្អូនដោយសារតែក្តាតវារៀងលមាស់បើសិនជាយើងដាក់វាឲ្យយូរទេវាអាចលមាស់ហើយយើងបង់ប្រហុកបងប្អូនបង់ប្រហុកឲ្យហើយទៅបង់ម្ជូរដាក់ហើយទៅហើយចាំយើងទុកឲ្យវាពុះមកក្តាតយើងស្លោកក៏បងប្អូនកុំឆាប់លើកពេកបើសិនឆាប់លើកពេកវាលមាស់អត់សូវឆ្ងាញ់ទេសម្លខ្ញុំឆ្អិនហើយមិនតែភ្លេចថតបង់ម្ទេសហើយនឹងម្រះព្រៅតែខ្ញុំបង់រួចហើយតែគឺខ្ញុំភ្លេចថតឆ្អិនហើយបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតណាខ្ញុំមានម្ហូបផ្សេងៗមកបង្ហាញជូនពេលក្រោយទៀត